ជំរាបសួរពុកម៉ែបងប្អូនទាំងអស់ខ្ញុំកណាសូមសង្ខេបព្រះ5ព្រះអង្គតាមផ្លូវបារមីអមតៈមុនសង្ខេបព្រះ5ព្រះអង្គខ្ញុំកណាសូមសង្ខេបតើនាគប្រកេះ9ជានរណានាគប្រកេះ9គឺជាបារមីទី1នៅលើផែនដីនាសម័យដៃណូស័រកាលពីរាប់លានឆ្នាំមុនលោកគឺជាអាទិទេពបំពោះព្រះ5ព្រះអង្គបន្តបន្ទាប់គ្នាបាទព្រះទី1គឺព្រះកុកសន្ធោព្រះកុកសន្ធោគឺជាសត្វកុកមួយដ៏ធំនាសម័យដៃណូស័រហើយបំពោះដោយនាគប្រកេះ9ព្រះទី2គឺនាគប្រកេះ7ឬហៅថានាគកុម្ពណូដែលជាសត្វនាគនាសម័យដៃណូស័របំពោះដោយព្រះកុកសន្ធោព្រះទី3គឺព្រះកុសបោដែលជាសត្វអណ្ដើកបំពោះដោយព្រះកោណនាគកុម្ពណូឬនាគប្រកេះ7ព្រះទី4គឺព្រះសិអាមេត្រីជាមនុស្សជនជាតិខ្មែរបំពោះដោយព្រះកោណនាគកុម្ពណូនិងព្រះទី5គឺព្រះពុទ្ធឬហៅថាព្រះសមណគោតមជាមនុស្សជនជាតិឥណ្ឌាបំពោះដោយព្រះសិអាមេត្រីនិងព្រះកោណនាគកុម្ពណូនៅពេលបំពោះព្រះពុទ្ធឬព្រះសមណគោតមមានភ្លៀងព្យុះយ៉ាងខ្លាំងហើយព្រះកោណនាគកុម្ពណូឬក៏នាគប្រកេះ7នេះបានមកបាំងភ្លៀងដើម្បីបំពោះព្រះអង្គបានសម្រេចបាទសូមអរគុណចំពោះការតាមដានសូមចុចជាវនិង follow page ម្នាក់មួយដើម្បីទទួលបានព័ត៌មានបន្ទាប់